នៅព្រឹកថ្ងៃអង្គារទី9 ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភេសកនៅមណ្ឌលបណ្ដោះអាសន្នខេត្តបន្ទាយមានជ័យការអញ្ជើញដល់របស់សម្ដេចតេជោត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីបងប្អូនប្រជាពលរដ្ឋដែលនេះបង្ហាញពីការគោរពស្រឡាញ់ចំពោះសម្ដេចតាំងពីដើមមកដែលពួកគាត់តែងតែចាត់ទុកសម្ដេចតេជោជាតួអង្គដ៏សំខាន់របស់កម្ពុជាជាពិសេសការដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនិងគ្រប់ពេលវេលាមុនសម្ដេចតេជោអញ្ជើញមកសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភេសកនោះសម្ដេចក៏បានចំណាយពេលវេលាក្នុងការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមក្នុងផ្ទះរបស់ប្រជាពលរដ្ឋភេសកជាផ្ទះបណ្ដោះអាសន្នសម្រាប់ពួកគាត់រស់នៅដែលរាជរដ្ឋាភិបាលបានរៀបចំនៅទីនេះតាមការឲ្យដឹងពីឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាអំឡុងពេលដែលភាគីថៃឈ្លានពានរយៈពេល21ថ្ងៃកន្លងមកទាំងបងប្អូនប្រជាពលរដ្ឋភេសកទាំងវីរៈកម្លាំងប្រដាប់អាវុធគឺបានទទួលការឧបត្ថម្ភគាំទ្រពីសម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចិនមុនីហ៊ុនម៉ាណែតជាបន្តបន្ទាប់ជាមួយគ្នានោះសម្ដេចនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូនក្រុមការងារចំពោះកិច្ចធ្វើការរៀបចំដីដើម្បីសាងសង់ផ្ទះជូនប្រជាពលរដ្ឋភេសករស់នៅឲ្យបានប្រសើរនៅក្នុងមណ្ឌលសមាគមអតីតយុទ្ធជនភូមិឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យនេះមកទល់ពេលនេះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្នមានចំនួន3318គ្រួសារស្មើនឹងចំនួន11217នាក់ដោយដីទទួលបានមានទំហំ20ម៉ែត្រគុណនឹង30ម៉ែត្រក្នុងមួយគ្រួសារនិងទំហំផ្ទះ5ម៉ែត្រគុណ7ម៉ែត្រនិងមានដីសម្រាប់បង្កបង្កើនផលទៀតផងសម្ដេចតេជោហ៊ុនសែនបានពំនាំនៅព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចម៉ែព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុចំពោះបងប្អូនប្រជាពលរដ្ឋភេសកទាំងអស់នៅទីនេះសម្ដេចបានមានប្រសាសន៍ថាព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាជនភេសកនិងបងប្អូនវីរៈកងទ័ពយើងគ្រប់ពេលវេលាសម្ដេចតេជោបានវិតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលបានរៀបចំចាត់ចែងការងារនៅទីនេះសម្ដេចពិតជាមានការភ្ញាក់ផ្អើលដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានចាត់ចែងការងារនេះយ៉ាងរហ័សបង្ហាញឲ្យឃើញថារាជរដ្ឋាភិបាលមិនប្រងើយកន្តើយចំពោះសុខទុក្ខពលរដ្ឋទេគឺបានយកចិត្តទុកដាក់និងធ្វើសកម្មភាពជាបន្តបន្ទាប់ពីជំរំបណ្ដោះអាសន្ននៅខេត្តបន្ទាយមានជ័យនាថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានប្រសិទ្ធនាមឈ្មោះឲ្យមណ្ឌលបណ្ដោះអាសន្នស្លក្រាមនៅស្រុកស្វាយជ័យនេះថាភូមិរងចាំសម្ដេចបញ្ជាក់យ៉ាងច្បាស់ថាយើងសាងសង់ភូមិនេះហើយប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេគឺយើងត្រូវតែទាមទារត្រឡប់មកវិញសម្ដេចតេជោបានមានប្រសាសន៍ថាដោយសារការជឿទុកចិត្តគេពេកទើបសម្ដេចកាលនោះជានាយករដ្ឋមន្ត្រីមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយទេមិនប្រើប្រាស់លុយទៅទិញគ្រឿងសព្វាវុធដោយចង់បង្វែរលុយទៅកាន់វិស័យសង្គមគិច្ចសុខាភិបាលនិងអប់រំតែដល់ពេលនេះមានបញ្ហានោះបើជាយុទ្ធភ័ណ្ឌរបស់យើងវាមិនគ្រប់គ្រាន់និយាយឲ្យចំមិនស្មានថាមានសង្គ្រាមឈ្លានពានមួយដែលរាលដាលនៅទូទាំងព្រំដែននោះទេសម្ដេចតេជោហ៊ុនសែនបានប្រកាសថាទឹកដីដែលទាហានថៃកំពុងឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់នោះគឺត្រូវតែទាមទារយកមកវិញប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះទី1គឺប្រើប្រាស់កម្លាំងយោធានិងទី2ចរចាដោយសន្តិវិធីសម្ដេចបន្តទៀតថាកម្ពុជាពុំមានន័យថាគ្មានសមត្ថភាពវាយដណ្ដើមយកដីមកវិញនោះទេប៉ុន្តែបើយើងវាយមុនដើម្បីដណ្ដើមយកមកវិញនោះគឺគេនឹងចោទកម្ពុជាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់ដូច្នេះកម្ពុជាត្រូវតែអត់ធ្មត់ដើម្បីចរចាដោយសន្តិវិធីប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយកទឹកដីខ្មែរដែលថៃបានឈ្លានពានយកទៅកាន់កាប់នោះ
វានឹងរំច្រានការប្រយុទ្ធឲ្យកាន់តែឆ្ងាយវាយកបានហើយក៏មិនអាចឈរជើងបានដែរគឺវានឹងត្រូវវាយទៅវាយមកដោយហ្គាហ្សានិងអ៊ីស្រាអែលនិងប្រទេសខ្លះទៀតដែលនឹងក្លាយជាចំនួនតពុជពងចំនួនជាក់ជាមិនខានសម្ដេចតេជោហ៊ុនសែនបានណែនាំដល់អាជ្ញាធរប្រចាំការនៅតាមទល់ដែនត្រូវចាត់វិធានការលើអ្នកនាំទំនិញចូលដោយខុសច្បាប់ត្រូវរឹបអូសទ្រព្យសម្បត្តិនិងឲ្យទៅរែកដីធ្វើលនដ្ឋានជាមួយគ្នានោះសម្ដេចក៏បានអំពាវនាវជំរុញឲ្យបង្កើនផលិតក្នុងស្រុកក្នុងពេលវេលានៃការបិទព្រំដែនជាមួយថៃដែលជាឱកាសមាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ជាតិយើង